នឹងឲ្យបងប្រុសបុនសឹកលោះអញ្ជើញមកពីខាងបារីពិភពថ្មីចំការដងរាជធានីភ្នំពេញគាត់ចង់សុំអនុញ្ញាតសួរលោកគ្រូថាអ្វីដែលល្អមនុស្សយើងមិនងាយចាប់បានទេតែអ្វីដែលអាក្រក់គឺមនុស្សយើងចាប់បានលឿនបំផុតហ្មងបាទអញ្ចឹងគាត់យល់ស្របទៅនឹងអីដែលលោកគ្រូបានមានប្រសាសន៍មកអញ្ចឹងណានេះជាសំណួរថ្មីបាទរបស់បងបុនសឹកលោះអញ្ចឹងគាត់ចង់សុំអនុញ្ញាតសួរលោកគ្រូអញ្ចេះចៅលោកគ្រូបញ្ជាក់បន្ថែមបន្តិចគាត់ថាបើសិនជាមនុស្សបកកាយចាប់យកតារឿងអាក្រក់ឲ្យរឿងល្អមិនសូវជាចាប់យកប្រហែលទេបើសិនជាបានក៏បានតិចតែបើរឿងអាក្រក់គឺលឿនហ្មងអត់តែចាប់យកគឺលឿនហ្មងអញ្ចឹងគាត់ចង់សុំអនុញ្ញាតសួរលោកគ្រូថាតើមានវិធីសាស្ត្រណាដើម្បីឲ្យមនុស្សមើលឃើញរឿងល្អឲ្យបានពាក់កណ្ដាលកុំឲ្យតែយករឿងអាក្រក់នោះឲ្យច្រើនជាងរឿងល្អទៅទៀតណាបាទសូមអញ្ជើញលោកគ្រូបាទអរគុណបងប្រុសបុនសុខលោអ្វីដែលល្អមនុស្សចាប់បានតិចតែអ្វីដែលអាក្រក់មនុស្សចូលចិត្តហើយក៏ងាយហើយស្រួលទាំងមិនចាំបាច់បង្រៀនផងអាចេអាបចោអាលួយអាឆក់អាប្លន់អាកិច្ចកលអាសហាយស្មន់អាប្រុសស្រីស្នេហា2 3លួចលាក់ហ្នឹងគឺងាយស្រួលមកអំពើអំពាន់មុនអាគង់ខ្សែយន្តថាបើការអាក្រក់ក៏ទៅលឿនមានន័យថាដោយសារវិញ្ញាណអារៈពេញផែនដីសេចក្តីងងឹតសេចក្តីងងឹតគ្រប់គ្រងអារៈវាសល់សែនសល់លៀនពីពេញផែនដីបានជាវាមានវិញ្ញាណមួម៉ៅក្តៅក្រហាយខឹងលួចលាក់សពបែបយ៉ាងហ្នឹងវាបណ្ដាលនៅក្នុងចិត្តគំនិតមនុស្សបានជានៅពេលដែលមនុស្សអត់មានព្រះពិបាកនឹងរួចខ្លួនណាពិបាកនឹងសង្គ្រោះណាបានជាកម្មវិធីផ្លូវជីវិតនាំដំណឹងល្អនាំពន្លឺបំភ្លឺងងឹតនាំសេចក្តីល្អដើម្បីតតាំងនឹងសេចក្តីងងឹតហើយកម្មវិធីផ្លូវជីវិតបកអាក្រាតសេចក្តីអាក្រក់របស់អរិយសាតាំងដើម្បីវាអស់លក្ខដោយសារកម្មវិធីផ្លូវជីវិតបានបង្កើតឡើងកម្មវិធីផ្លូវជីវិតបានបង្កើតឡើងគោលបំណងបង្ហាក់បើសម្ដែងទីកិច្ចកលរបស់អរិយសាតាំងដែលនាំឲ្យមនុស្សផែនដីល្បិចកិច្ចកលអាក្រក់ហ្នឹងគឺដោយសារវាហ្នឹងគ្រប់ទាំងការអាក្រក់គឺដោយសារវាហើយមិនផ្លូវទៅឯសេចក្តីហិនវិនិច្ឆ័យធំហើយទូលាយផងមានន័យវាបញ្ឆោតឲ្យមនុស្សស្រឡាញ់ទ្រព្យសម្បត្តិហើយមិនខ្វល់ពីព្រះទេបានជាមនុស្សខំសពបែបយ៉ាងខំលក់ដូររោស៊ីធ្វើការខំរៀនដើម្បីបានលុយទ្រព្យសម្បត្តិលុយទ្រព្យពួកវាគិតដាក់ក្នុងចិត្តមនុស្សថាម៉េចទ្រព្យសម្បត្តិគឺមានអ្វីគ្រប់យ៉ាងមានលុយមានឡានមានអ្វីសពបែបយ៉ាងតែមានទ្រព្យសម្បត្តិអត់ខ្វះអីទេបានជាមនុស្សទាំងអស់ខំប្រឹងប្រែងតែមួយគត់បំណងគឺចង់មានលុយមានទ្រព្យសម្បត្តិតែមានទ្រព្យសម្បត្តិមិនខ្វះអ្វីឡើយបាទហើយមនុស្សធ្វើអ្វីក៏ហ៊ានធ្វើដែរដោយសារតែទ្រព្យសម្បត្តិគឺអត់ឲ្យមនុស្សស្គាល់ព្រះហើយសម្លឹងមើលព្រះឡើយបានជាកម្មវិធីផ្លូវជីវិតបានតាក់ទាញចិត្តបងប្អូនទាំងអស់គ្នាឲ្យពិចារណាបងប្អូនអើយចូលស្គាល់បងប្អូនកំពុងព្រឹត្តអាក្រក់បងប្អូនអត់គិតបងប្អូនអត់ដឹងទេតែបងប្អូនកម្មវិធីផ្លូវជីវិតឲ្យបងប្អូនគិតមើលបងប្អូនឥឡូវចំណាយពេលគិតមើលរៀនគិតបងប្អូនអាចគិតដំណើរជីវិតអញអាក្រក់មែនទេពិតជាអាក្រក់មែនទេពិតជាខឹងមួម៉ៅហ្នឹងអាក្រក់មែនទេលួចគេហ្នឹងអាក្រក់មែនទេផាត់ក្បត់ហ្នឹងអាក្រក់មែនទេលួចមានស្រីស្រាលឬក៏ស្រីស្រាលល្បែងហ្នឹងអាក្រក់មែនទេលួចគេបន្លំគេហ្នឹងអាក្រក់មែនទេមួម៉ៅក្តៅក្រហាយចំណែនឈ្នានេះអាក្រក់មែនទេបងប្អូនសាឆែកមើលចិត្តឥឡូវពិនិត្យមើលចិត្តខ្លួនឯងខ្ញុំចង់ឲ្យយោបល់ដល់បងប្អូនហើយដើម្បីឲ្យស្គាល់អរិយសាតាំងពិតជាអាក្រក់មែនដើម្បីឲ្យស្គាល់វាអាក្រក់បងប្អូនឆែកខ្លួនឯងព្រួយវាមិនចង់ឲ្យបងប្អូនស្គាល់ខ្លួនឯងជានរណាទេហើយវាគិតថាជីវិតត្រូវតែអញ្ចឹងជីវិតត្រូវតែអញ្ចឹងមិនមែនជីវិតត្រូវតែអញ្ចឹងទេកុំចាញ់បោកវាទៀតបងប្អូនកម្មវិធីផ្លូវជីវិតនឹងបំភ្លឺហើយបងប្អូនពិសោធន៍មើលអាការកុហកភូតភ័រអាមហើយបងប្អូនចាំទុកចូលចិត្តនិយាយកុហកគ្នាណាបានជាបងប្អូនមិនទុកចិត្តគ្នាឪក៏មិនទុកចិត្តកូនក៏មិនទុកចិត្តឪក៏មិនហ៊ានបដ ாய் កិច្ចការឲ្យកូនហើយកូននោះក៏មិនទុកចិត្តឪសង្ស័យនឹងឪមិនប្រគល់ការងារឲ្យព្រោះវាដាក់ការសង្ស័យគ្នាទៅវិញទៅមកឃើញទេសូម្បីតែមិត្តភ័ក្តិក៏និយាយអត់ពិតត្រង់មួយគ្នាសូម្បីមិត្តភ័ក្តិធ្វើបាបគ្នាទៅវិញទៅមកបញ្ឆោតគ្នាទៅវិញទៅមកហើយបងប្អូនរៀនគិតកម្មវិធីផ្លូវជីវិតឲ្យបងប្អូនគិតមិនទីហើយគិតរាល់ថ្ងៃមើលបងប្អូនស្គាល់អរិយអូអានេះអរិយបានជាខ្ញុំត្រូវតែវិលមករកកម្មវិធីផ្លូវជីវិតដើម្បីបំភ្លឺខ្ញុំតាមរយៈព្រះបន្ទូលដ៏ពិតហើយពិតប្រកបដើម្បីមានអំណាចដោះចេញពីអាការអាក្រក់ហើយទទួលសេចក្តីល្អហើយប្រព្រឹត្តល្អដើម្បីគ្រួសារខ្ញុំល្អមិត្តភ័ក្តិខ្ញុំល្អប្តីប្រពន្ធខ្ញុំល្អបងប្អូនខ្ញុំល្អញាតិមិត្តជិតខាងខ្ញុំបានល្អចេះស្រឡាញ់គ្នាហើយពិតត្រង់នឹងគ្នាហើយល្អឡើងវិញឲ្យអារៈអាក្រាតនៅចំពោះយើងហើយបកអាក្រាតវាបកស្បែកវាហើយឲ្យវាអស់លក្ខហើយតាមរយៈកម្មវិធីផ្លូវជីវិតនឹងបកអាក្រាតហើយថ្ងៃមួយអារៈអស់លក្ខបើបងប្អូនរួបរวมជាមួយកម្មវិធីផ្លូវជីវិតហើយចូលមកកុំខាល12លាននេះ13លាននេះបាទសល់40លាននេះចូលមកជាមួយគ្នាអារៈនឹងបកអាក្រាតអារៈសាតាំងអារៈអស់លក្ខមួយយើងហើយបងប្អូនយើងនឹងមានប្រពោសេចក្តីសុខសាន្តហើយយើងនឹងនិយាយពិតត្រង់
សេចក្តីស្រឡាញ់ការល្អនឹងគ្នាទៅវិញទៅមកបានជាការអាក្រក់គឺអារៈបងប្អូនអើយកម្មវិធីផ្លូវជីវិតឲ្យបងប្អូនគិតឲ្យពិចារណាបើបងប្អូនគិតបងប្អូននឹងឃើញតែបងប្អូនមិនគិតអារៈដឹកនាំអាក្រក់រហូតប្រមឹកហើយផឹកហើយស៊ីកុហកហើយចំណែនខឹងមិនអាចដោះចេញសេចក្តីអាក្រក់នឹងទេតែបើបងប្អូនស្ដាប់នីតិផ្លូវជីវិតឬក៏កម្មវិធីផ្លូវជីវិតបងប្អូនគិតដោយពិចារណាបងប្អូននឹងប៉ះពាល់ចិត្តហ្នឹងពិតប្រកបមែនគាត់និយាយលោកគ្រូនិយាយពិតប្រកបមែនត្រឹមត្រូវមែនព្រះបន្ទូលផងពិតចំមែនចំដល់ចិត្តមែនខ្ញុំពិតជាអាក្រក់មែនមួម៉ៅក្តៅក្រហាយមែននិយាយដូចចំនិយាយដូចត្រូវមួម៉ៅក្តៅក្រហាយរងថ្ងៃឆេវឆាវរងថ្ងៃគំនិតគិតអាក្រក់រងថ្ងៃមិនដែលនិយាយពិតមិនដែលនិយាយមួយគេពិតទេនិយាយមួយគេខុសតឡូតនិយាយមួយគេអាក្រក់តឡូតនិយាយមួយគេកុហកគេរហូតហើយមានចិត្តឈ្នានីសមានចិត្តប៉ងការអាក្រក់បងប្អូនឆែកមើលមានអត់ហើយគោរពព្រះផ្សេងមុនអាគមផ្សេងពឹងលើគេពឹងលើវិញ្ញាណអាក្រក់ទៅទៀតបងប្អូនអើយកុំពឹងលើវិញ្ញាណអាក្រក់ពឹងលើវិញ្ញាណអាក្រក់ជួបការអាក្រក់តែពឹងលើព្រះដែលបង្កើតបងប្អូនវិញដែលមានគ្រប់ទាំងចេស្តាតាមយកម្មទីផ្លូវជីវិតបងប្អូនភ្លក់ជាមួយព្រះយេស៊ូវមកឥឡូវសាកល្បងដូចខ្ញុំអូសប្បាយណាស់ដូចខ្ញុំមកបម្រើព្រះដែរអំណរណាស់ដែលឃើញបងប្អូនច្រើនចូលរួមនេះខ្ញុំអត់ខ្លាចនឿយហត់លំបាកទេហើយព្រះឲ្យខ្ញុំធ្វើហើយព្រះក៏ប្រទានពរឲ្យខ្ញុំដែរទាំងចម្រើនកម្លាំងឲ្យសុខភាពហើយទាំងប្រទានពរប្រាជ្ញាយោបល់ហើយទាំងកិច្ចការដែលខ្ញុំធ្វើព្រះក៏ចម្រើនទាំងខ្ញុំអត់ចាំបាច់ផងទាំងខ្ញុំមិនចាំបាច់ខំលក់ដូររស់ស៊ីក៏ព្រះប្រទានពរឲ្យខ្ញុំដែរដោយព្រោះខ្ញុំស្មោះត្រង់នឹងព្រះធ្វើកិច្ចការងារដ៏ល្អចំពោះព្រះហើយព្រះក៏ប្រទានពរដល់ខ្ញុំដែរអញ្ចឹងបងប្អូនភ្លួលមួយផងមើលឥឡូវសាកមើលឥឡូវបងប្អូនចំណាយពេលមួយកម្មវិធីផ្លូវជីវិតហើយមិនដល់ខ្លួនតើឲ្យព្រះអង្គដឹកនាំមើលបងប្អូនជាមនុស្សថ្មីបងប្អូននឹងបានការដល់រួចហើយបងប្អូននឹងផ្លែកចិត្តឲ្យដេកលក់ស្រួលឡាពីមុនធ្លាប់ដេកឲ្យលក់ដេកខ្វល់ដេកគិតដេកពិបាកឥឡូវជឿដល់ព្រះហើយមានព្រះតាមរយៈកម្មវិធីផ្លូវជីវិតបងប្អូនដេកលក់ស្រួលអត់ពិបាកអត់ខ្វល់អត់ខ្វាយដូចខ្ញុំអញ្ចឹងអូស្រួលសប្បាយថ្ងៃណាក៏សប្បាយមិនអន់ជាងសត្វដេរឆានទេគឺពិសេសជាងសត្វអាមែន